អបក្នុងអោរាក្លិនផ្កានួនល្អអាឡូលោកប៉ាបាទឥឡូវនេះកូនបានដំណឹងពីសទ្ធាលោកប៉ាបាទលោកប៉ាមិនបាច់បារម្ភទេបាទកូនក៏មិនបានដឹងថាគេនៅកន្លែងណាដែរប៉ុន្តែបានដំណឹងថាគេនឹងទៅជួបលោកប៉ាគាត់ថាឥឡូវនេះគេសុំពេលមួយរយៈសិនបាទលោកប៉ាបាទជំរាបលាថាម៉េចបងសុធាហើយនឹងអ្នកប្រុសពិសិដ្ឋហ្នឹងដែលជាបងប្អូនបង្កើតដូចគ្នានេះអ្នកនាងនិយាយការពិតមែនទេមែនទេពេលដែលបងពិសិដ្ឋប្រាប់ខ្ញុំដំបូងខ្ញុំមិនចង់ជឿថាចៃដល់ថ្នាក់ហ្នឹងដែរតែវាជាការពិតពេលដែលសទ្ធាដឹងការពិតនឹងភ្លាមគេខឹងខ្លាំងពេលនេះនឹងឲ្យគេទៅកន្លែងណាអ្នកទាំងអស់គ្នាកំពុងតែបារម្ភពីគេពេលនេះខ្ញុំក៏អត់ដឹងដែរថាគាត់នៅកន្លែងណានោះហើយបើសិនជាខ្ញុំដឹងថាគាត់នៅកន្លែងណាចាំខ្ញុំទូរស័ព្ទមកប្រាប់អ្នកនាងណាចាអរគុណហើយខ្ញុំមកនេះមានការតែប៉ុណ្្នឹងទេខ្ញុំជំរាបលាអ្នកនាងទៅវិញនេះចាសូមជើញការពិតឆាវីនិងសទ្ធាមិនមានស្នេហាជាមួយគ្នាមែនតែបើអញ្ចឹងមែនមានអីសំខាន់សម្រាប់ខ្ញុំព្រោះខ្ញុំនៅតែមិនអាចអាឡូនាងរត់ទេខ្ញុំសទ្ធាចុះក្រោយនាងបានសុំចិត្តខ្ញុំមនុស្សថានៅពេលណាដែលខ្ញុំទៅណាមកណាឆ្ងាយឲ្យខ្ញុំខកប្រាប់នាងឥឡូវខ្ញុំបានខកប្រាប់វិញតាអរគុណណាស់ដែលលោកបានធ្វើតាមសំណូមពររបស់ខ្ញុំតែឥឡូវប្រាប់សិនមកឲ្យលោកនៅណាបងពិសិដ្ឋបានប្រាប់ខ្ញុំអស់ហើយតែឥឡូវលោកនៅណាដឹងទេថាអ្នកទាំងអស់គ្នាកំពុងបារម្ភពីលោកអញ្ចឹងមានន័យថានាងបានដឹងរឿងអស់ហើយមែនទេអាឡូធាអាឡូកំពុងតែបារម្ភពីខ្ញុំហ៎តើកូនក្រៅខោទៅយកខ្ញុំនេះមានអីឲ្យពួកគេបារម្ភទៅហើយតែអ្នកទាំងអស់គ្នាសិតតែកុហកខ្ញុំអញ្ចឹង
សុធាឲ្យប៉ាសុំទោសកូនស្អប់ប៉ាមិនព្រមអភ័យទោសឲ្យប៉ាមិនទោសកូនទេគឺស័ក្តិសមនឹងកំហុសរបស់ប៉ាណាស់ជាង20ឆ្នាំដែលប៉ាមិនរវល់អើពើនឹងម្ដាយកូនភាពអាត្មានិយមរបស់ប៉ាធ្វើមិនប៉ះបើបានទៅពេលបានជួបមុខកូនទើបប៉ាភ្ញាក់ពីសុបិនដ៏យូរលង់នេះប៉ាពិតជាចោលសៀតមែនឲ្យប៉ាសំទោសណាកូនក្មួយផ្សារទឹកសិនណា បាទអរគុណណាមីងខ្ញុំមកនេះគឺចង់អញ្ជើញណាមីងទៅផ្ទះរបស់ខ្ញុំដើម្បីទៅជួយបញ្ចូលសុធាពួកខ្ញុំគិតថាមានតែណាមីងទេដែលជួយកែប្រែចិត្តគេបានណាមីង សុធាគេមានរឿងអីមែនទេ ឥឡូវនេះសុធាគេបានដឹងរឿងគ្រប់យ៉ាងហើយ តើគេមានធ្វើរឿងអីផ្ដេសផ្ដាស់ហ៎ អត់មានទេគេគ្រាន់តែរត់គេចពីអីគ្រប់យ៉ាងទាំងអស់គេអត់ស្ដាប់ហេតុផលណាទេលោកប៉ាបានប្រាប់ខ្ញុំថាមានតែណាមីងទេដែលអាចបញ្យល់គេឲ្យយល់បានណាមីងខ្ញុំគិតថាអ្វីៗវានឹងប្រសើរឡើងបើសិនបើណាមីងជួយបញ្យល់គេ អំពលពេញក្នុងអរហើយរវៃជីវ៉ាបងមិនស្រដីអូនដឹងថាបងក៏លួចស្នេហ៍ស្រីអ្នកនេះទៅអ្វីមកពិតស្មងស្មោ សុធាខ្ញុំចង់ភ្លេចលោកតែខ្ញុំធ្វើមិនបានសោះពេលនេះខ្ញុំខំបំភ្លេចលោកចិត្តខ្ញុំបែរជានឹកលោកខ្លាំងជាងមុនទៀតពេលនេះខ្ញុំសុខស្មានចិត្តខ្លាំងណាស់ខ្ញុំចង់ជួបលោកជាលើកចុងក្រោយបានទេទេវតាអើយតើខ្ញុំអាចមាននិស្ស័យជួបជាមួយនឹងសុធាជាលើកចុងក្រោយបានអត់មុនពេលដែលខ្ញុំមានម្ចាស់គ្រប់គ្រងជីវិតពិតប្រាកដ បើសិនជាមានមែនសូមឲ្យខ្ញុំជួបគេនៅទីនេះមកខំលីស្រឡាញ់ស្មងមិនដល់សងស្អប់ចំពំលើឲ្យអូនស្រនងអាឡ័យអាឡងគ្រប់អនុសាមិនដេចនឹងហ៊ានហាស្ដីបំពេញខ្លាចខូនំរមិនញ៉ាំអីនឹងដែរបងជាកូនប្រុងត្រូវតែហើសារភាពស្នេហាថាពិតជា
ដឹងជប់តែរូបបងម្នាក់ចេញមកលោកកំពេញមកពីខ្ញុំអីចិត្តគួយចំពេងគ្មានថ្ងៃពួននៅកន្លែងហ្នឹងខ្ញុំចេញមកទៅធាជួយមកជួយខ្ញុំអូនរីស្រងក្នុងដៃមានមេសូមចេញមកទៅធាមកពេថែបកើអូខ្ញុំចេញមកមែនទេបានខ្ញុំស្លាប់ឲ្យលោកមើលលោកស្មានថាខ្ញុំមិនហ៊ានមែនទេខ្ញុំនឹងបញ្ចប់អ្វីៗគ្រប់យ៉ាងនៅកន្លែងហ្នឹងខ្ញុំចាក់ជីវិតខ្ញុំទៀតអីណាខ្ញុំសុំមកនៅជួយខ្ញុំណាទុំចាក់ជីវិតខ្ញុំអីណាពេលនេះខ្ញុំកំពុងតែឈរចំពោះមុខនាងហើយតា không chặt chung kia mọi người Nên đang ngon thằng này nên thuyền trắng rồi về ai mình cột nặng rồi chỉ vớt đấy bácខ្ញុំធ្វើអញ្ចឹងទេស្មាលោកចេះមកជួបខ្ញុំហ៎លោកកំយកការកិច្ចខ្លួនមកដោះស្រាយបញ្ហាអីតែទាំងអស់គ្នាកំពុងបារម្ភពីលោក anh ấy bạn chạy luôn luôn không ấy con khải sẽ bắp đây không nhỉ bên này kia bảo đóng tới លោកកំកិនអញ្ចឹងលោកកិនអញ្ចឹងគឺខុសហើយពីមិនដូចជាការគិតរបស់លោកទេព្រោះតែរឿងរបស់លោកបងប្រសិទ្ធស្មុគស្មាញខ្លាំងណាស់ធ្វើអីក៏មិនត្រូវដែរគាត់បានឲ្យគេតាមរកលោកគ្រប់ទីកន្លែងចំណែកលោកអ៊ំវិញគិតតែពីសង្ងំក្នុងបន្ទប់ខ្លួនឯងមិនជួបមុខអ្នកណាគេទាំងអស់ anh ấy trông vậy chứ thôi khi mà trong stop sầm đấy bao này anh ấy cất mà bao quát bảo ram bị không mà cất đọc không bên quát mến bao bong trong trao chứ mà phơi chứ nắm như còn mơ thai không ấy mình đang tha tầm mới này đây cái hai thằng con là thoa chửa bụng thôi chửa bụng bỏ cái kịch bê ca thua câu thời chân xưa mới thằng câu những việc của bà nhà này hai bị chui chậpอย่างnày nó bây đặt trong khơi cao là bạn mai trong một đồng đó họ chỉ bị xe biệt tầm này là cái điều thôi nhóm này chỉ câu nào bọc bong cho bên nước trong bây giờ không ai sợ qua khăn bà sân chỉ con mình ao đầm lái mình đi xây mình nè đã luôn lẹ sẽ lánh cái chúng mới có cả hơi cho nhóm trong chỉ con mà con này đặt cho mình cầm hoa tới bao nhiêu con bạc cát trong hơi con bao bong trong trao từ bên xô tầm bơ bà sân chỉ đối với cả la chỉ buồn là điên ta là nhân cân chẳng ná không đăngถ้าគាត់ធ្វើអញ្ចឹងគឺធ្វើខុសចំពោះលោកតែរឿងទាំងអស់វាបានកន្លងហួសហើយបើសិនជាលោកនៅតែប្រកាន់រឿងអតីតវាមិនបានធ្វើឲ្យលោកប្រសើរឡើងទេមានតែធ្វើឲ្យលោកសោកសៅនិងខឹងសម្បាតែប៉ុណ្ណឹងហើយមិនត្រឹមតែលោកម្នាក់ទេអ្នកទាំងអស់គ្នាក៏គ្មានអ្នកណាសប្បាយចិត្តដែរត្រូវស្ថិតនៅក្នុងសភាពដូចលោកអញ្ចឹងខ្ញុំមិនចង់ឃើញអ្នកណាម្នាក់មានសភាពអញ្ចឹងទេយ៉ាងទៀតលោកមានតែបន្ថែមទុកឲ្យម៉ាក់របស់លោកថាពីមុនទៅឪពុករបស់លោកបានធ្វើបាបគាត់ឲ្យគាត់វេទនារស់នៅច្រើនឆ្នាំដើម្បីចិញ្ចឹមកូន
ដល់ឥឡូវដល់ពេលដែលគាត់គួរតែបានលហើយទៅជាលោកទៅវិញទៅធ្វើឲ្យគាត់វេទនាចិត្តម្ដងទៀតពេលនេះខ្ញុំថាលោកត្រឡប់ទៅវិញជាមួយខ្ញុំហ្នឹងណាទៅប្រឈមមុខនឹងរឿងគ្រប់យ៉ាងទៅណាខ្ញុំសុំវល់តែខ្ញុំមានតែវិធីមួយហ្នឹងឯងទៅធ្វើឲ្យអ្នកគ្រប់គ្នាសប្បាយចិត្តឡើងវិញណា ឥឡូវខ្ញុំបានជួបជាមួយនឹងសទ្ធាហើយពេលនេះគេកំពុងតែនៅជាមួយខ្ញុំតិចទៀតខ្ញុំនឹងនាំទៅជួបបងជាមួយនឹងអង្គប្រុសអូល្អហើយចឹងចាំគេថាបងនិងលោកប៉ាចាំគេនៅផ្ទះណាអូខេប៉ុណ្្នឹងចុះចាបងចាបាយបាយណាមីងឥឡូវនេះរត់បាននាំសទ្ធាទៅផ្ទះរបស់ខ្ញុំហើយអញ្ចឹងយើងចាំជួបគ្នានៅទាំងអស់គ្នាណាចាឥឡូវខ្ញុំខលទៅលោកប៉ាសិនណាឡូលោកប៉ាបាទឥឡូវនេះរត់បានជួបសទ្ធាលោកប៉ាហើយនាងនាំសទ្ធាទៅផ្ទះរបស់យើងបាទអរគុណជំរាបបាទ ให้มันกระโหลกทั้งหมดจังนี่คือนมโลกแต่จุกครัวซาไม่นมรถสำหรับเจ้าเลย นี่là niên mẹ chưa mà cha đưa cho nhung là nên vậy chân chưa tập ban ពេលបាត់តែខ្ញុំដែលជួបរឿងអញ្ចឹងមែនថាខ្ញុំយល់មកយើងម្នាក់កាត់មកតែងតែមានរឿងខុសៗគ្នាខ្លះជួបទុកខ្លះជួបសុខខឹងស្អប់ស្រឡាញ់តែបើសិនជាយើងជឿឆ្នៃជីវិតរបស់យើងរឿងដែលមិនល្អមិនភ្លេចចាអស់ទៅគិតរឿងសាយថ្មីខ្ញុំគិតថាយើងអាចរស់នៅបានរីករាយដោយរឿងដែលលោកកំពុងជួបប្រទះចឹងខ្លះគេអាចមានសំណាងដោយលោកពេលនេះលោកកំពុងតែទទួលបានការអាណិតស្រឡាញ់ពីអ្នកគ្រប់គ្នាលោកគួរតែទទួលយកនេះជាឱកាសរបស់លោកហើយអ្នកខ្លះក្នុងមួយជីវិតគេមិនដែលមានឱកាសចឹងផងហើយលោកជាអ្នកឆ្លាតលោកគួរតែចេះក្តាប់ឱកាសដែលកំពុងតែផ្ដល់ឲ្យដែលរីករាយហើយគិតមើលសម្ដីរបស់ខ្ញុំហ្នឹងតែខ្ញុំនិយាយទៅរឿងខុស បើស្ដាប់មិននិយាយទៅវាដូចជាព្រោះខ្លាំងណាស់តែការដែលនិយាយនេះត្រូវឬក៏ខុសខ្ញុំក៏មិនហ៊ានសន្និដ្ឋានដែរញ៉ាំមកញ៉ាំទៅទេ អ
សួរbà ông thực sự ông sai cái địa phương សូមគោរពលោកប្រុស បងសប្បាយចិត្តដែរត្រឡប់មកវិញណាឥឡូវដាមីងក៏នៅចាំ ហេតុអីបានជាម៉ែមកនៅផ្ទះនេះដែរ គឺបងជាអ្នកអញ្ជើញគាត់មកតើ ចុះកូនណាមិនសប្បាយចិត្តទេដែលបានជួបម៉ែហ៎ ខ្ញុំមិនមែនមានន័យអញ្ចឹងទេម៉ែតែម៉ែក៏មិនគោមកផ្ទះនេះដែរ ប៉ាដឹងប៉ាបានធ្វើខុសចំពោះម្ដាយកូននិងកូនធ្ងន់ណាស់ប៉ាមិនសមមានមុខសមឲ្យកូនលើកលែងទោសឲ្យប៉ានោះទេតែពេលនេះប៉ាពិតជាគ្មានពាក្យអ្វីក្រៅពីសំទោសកូន លោកថាម៉េចសុំទោសកូនណាលោកប្រហែលជាយល់ច្រឡំហើយតាំងពីតូចរហូតមកដល់ធំខ្ញុំមិនដែលមានប៉ានោះទេនៅពេលដែលខ្ញុំកើតមកគឺខ្ញុំមានតែម៉ែម្នាក់ដែលជាអ្នកបែកបាច់ថែរក្សានិងចិញ្ចឹមខ្ញុំរហូតមក នេះមិនក៏កូននិយាយអញ្ចឹងទោះជាយ៉ាងណាក៏គាត់ដែរជាពុករបស់កូនដែរ ឪពុករបស់ខ្ញុំហ្នឹងឪពុករបស់ខ្ញុំចុះជាង20ឆ្នាំកន្លងមកនេះគាត់ដែរបំពេញភារកិច្ចជាឪពុករបស់ខ្ញុំទេទុកឲ្យខ្ញុំរស់នៅតាមយថាកម្មរបស់ខ្ញុំនេះហេតុដែលគេហៅថាជាឪពុកនោះ កូនចង់ទៅប៉ាទៅក៏បានដែរប៉ាព្រមទទួលគ្រប់បែបយ៉ាងទាំងអស់ព្រោះវាជាកំហុសរបស់ប៉ា លោកស្រីយើងត្រឡប់ទៅផ្ទះវិញហ៎ ខ្ញុំមិនតាន់ចង់ទៅវិញទេខ្ញុំចង់ចូលសារខាងមុខនេះ ចុះអ្នកប្រុសទូរស័ព្ទឲ្យអ្នកស្រីត្រឡប់ទៅវិញជួយមើលដោះស្រាយបញ្ហារបស់សធានិងលោកប្រុសនោះ ខ្ញុំអត់ទៅទេទុកឲ្យគេជាអ្នកដោះស្រាយខ្លួនឯងខ្ញុំមិនចង់លូកដៃរឿងនេះទៀតទេខ្ញុំបានបើកចិត្តទទួលស្គាល់សធាហើយទុកឲ្យគេជាអ្នកដោះស្រាយខ្លួនឯងខ្ញុំមិនចង់លូកលាន់ទៀតទេហេតុអីក៏ខ្ញុំទទួលរឿងអកុសលបែបនេះគេថាចិត្តប្រុស100,000ពិតជាមិនខុសមែន លោកថាម៉េចលោកអត់ខ្ញុំអភ័យទោសឲ្យលោកហ៎បានអញ្ចឹងលោកធ្វើអ្វីមួយដើម្បីឲ្យខ្ញុំជឿថាលោកពិតជាភ្នាក់រលឹកមែននោះ ឲ្យប៉ាធ្វើអ្វីដើម្បីឲ្យកូនជឿប៉ា អញ្ចឹងលោកហ៊ានសម្រាប់ខ្លួននៅចំពោះមុខខ្ញុំហ៎ដើម្បីបញ្ជាក់បានថាលោកពិតជាមិនចង់ធ្វើខុសអាកូនចង្រៃយើងណាមិនដែលបដៅឯងឲ្យមានចិត្តម្នះបែបនេះទេឯងគួរតែរកពាក្យណានិយាយឲ្យបានសមរម្យយើងណាធ្លាប់ព្រៀនបដៅឯងថាមិនខ្លះហ៎ ឯងដូចជាហួសហេតុពេកឯសធាឯងអាចកាត់ផ្ដាច់មនោចេតនាឪពុកនិងកូនបងនិងប្អូនបានតែឯងក៏មិនអាចបំភ្លេចធាតុដើមរបស់ឯងបានដែរព្រោះឈាមរបស់ឯងគឺជាឈាមរបស់គាត់ សធាខ្ញុំចង់ជឿថាលោកជាមនុស្សអញ្ចឹងឯង បងសុធាថ្ងៃនេះប៉ាបានត្រៀមខ្លួនរួចអស់ហើយប៉ាព្រមធ្វើតាមសម្ដីកូនគ្រប់បែបយ៉ាងទាំងអស់បើប៉ារស់នៅបែបនេះនាំតែពិភពលោកគេចំអកឲ្យប៉ានោះទេ
ថ្ងៃនេះប៉ានឹងសងការឈឺចាប់គ្រប់បែបយ៉ាងឲ្យកូនវិញ បើសិនជាប៉ាឯងមានរឿងអីកើតឡើងឯងកុំហៅយើងថាម៉ែអសោះយើងគ្មានកូនរបៀបឯងនេះទេ លោកប៉ាបងមកលោកប៉ា បងកុំឃើញចឹងឯង បាទដែរបាទសុំបងខ្ញុំជឿលោកហើយក ូននិយាយថាម៉េចបានន័យថាកូនអនុគ្រោះឲ្យប៉ាមែនទេហឹម មែនទេខ្ញុំលើកលែងទោសឲ្យលោកអរខ្ញុំសុំទោសខ្ញុំសុំទោសលោកប៉ាអរខ្ញុំសុំទោសលោកប៉ាបានអត់សធាបានហើយលឿនទៅយកឡានលឿនមកជួយលោកប៉ាទៅពេទ្យលឿន បានធ្វើច្រើនណាស់លោកប៉ា ប៉ាបានធ្វើហើយនិយាយចឹងមិនការងាររបស់កូន អត់អីលោកប៉ាទុកចិត្តចុះ អូនចឹងមកពីមកប៉ាប៉ាពី លោកប៉ាអរខ្ញុំសុំទោសនេះដោយសារតែខ្ញុំទៅធ្វើឲ្យប៉ាចូលមន្ទីរពេទ្យពីពេលនេះទៅកូនគឺជាកូនរបស់ប៉ាហើយ សុភាតាមអីទីអត់តែកូនប្រងអភ័យទោសឲ្យប៉ាពីបោះប៉ុណ្ណាគឺវាមិនជាអ្វីនោះទេ ត្រូវឯងមិនបន្ទោសខ្លួនឯងចាត់ទុកថាពួកយើងរួចគ្នាទៅចុះហើយឥឡូវនេះអ្វីគឺយើងចាប់ផ្ដើមសារជាថ្មីហើយបងនឹងព្យាយាមទទួលយកឯង កូនក្រោយបងណា អត់សប្បាយចិត្តណាស់ហើយជីវិតរបស់ប៉ាគឺប៉ាសប្បាយចិត្តជាងគេនៅពេលនេះគ្មានអ្វីផ្សាជាងកូនអភ័យទោសឲ្យប៉ាទេមិនថាឲ្យបងសុំទោសគ្រប់បែបយ៉ាងរឿងរ៉ាវទាំងអស់គឺខុសមកពីបង